ដោយសារឋានៈជាទាសករលោក Solomon ចង់រក្សាពេជ្រនេះទុកសម្រាប់ខ្លួនឯងប៉ុន្តែថ្មីនេះសហការីម្នាក់ដែលបានលាក់គ្រាប់អង្ករតូចមួយនៅក្នុងមាត់របស់គាត់ត្រូវបានគេរកឃើញហើយបាញ់សម្លាប់នៅនឹងកន្លែងតើគួរលាក់ពេជ្រដ៏ធំនេះនៅឯណានៅពេលនោះបេះដូងរបស់ Solomon ចាប់ផ្ដើមលោតញាប់ខុសប្រក្រតីស្រាប់តែមានសម្លេងផ្ទុះយ៉ាងខ្លាំងស្នប់ទឹកនៅក្បែរនោះបានផ្ទុះបានតាក់ទាញការចាប់អារម្មណ៍របស់អ្នករាល់គ្នា Solomon បានចាប់យកឱកាសយ៉ាងឆាប់រហ័សលុតជង្គង់ចុះបន្តិចហើយលាក់ពេជ្រនៅចន្លោះម្រាមជើងរបស់គាត់បន្ទាប់មកគាត់បានប្រើលេខថាត្រូវការប្រើបន្ទប់ទឹកដើម្បីចាក់ចេញយ៉ាងលឿនប៉ុន្តែដោយមិនបានរំពឹងទុកមេបញ្ជាការឧទាមនៅតែកត់សម្គាល់ពី Solomon អាកប្បកិរិយាគួរឲ្យសង្ស័យគាត់បានរារាំងផ្លូវរបស់គាត់ភ្លាមសំណាងល្អពេជ្រត្រូវបានលាក់នៅក្រោមបាតជើងរបស់គាត់ទោះបីជាត្រូវបានគេឆែកឆេរគ្រប់កន្លែងក៏រកមិនឃើញអ្វីដែលខុសប្រក្រតីដែរទោះយ៉ាងណាក៏ដោយខណៈ Solomon ទៅដល់កន្លែងស្ងាត់មួយដើម្បីលាក់ពេជ្រនោះកាំភ្លើងត្រជាក់មួយដើមត្រូវបានសង្កត់ជាប់នឹងក្បាលរបស់គាត់វាបានប្រែក្លាយថាមេបញ្ជាការមិនបានបោះបង់ចោលទេហើយបានតាមគាត់យ៉ាងស្ងៀមស្ងាត់ខណៈ Solomon ហៀបនឹងប្រគល់ពេជ្រនោះជោគវាសនាបានញឹមដាក់គាត់ជាថ្មីម្ដងទៀតកងកម្លាំងរដ្ឋាភិបាលបានបើកការវាយប្រហារដោយមិនបានរំពឹងទុកហើយគ្រាប់បែកមួយបានធ្លាក់ចំក្បែរពួកគេទាំងពីរពួកឧទាមមេបញ្ជាការបានរងរបួសយ៉ាងធ្ងន់ធ្ងរនៅនឹងកន្លែងខណៈពេលដែល Solomon បានឆ្លៀតឱកាសរត់គេចក្រោយមក Solomon បានទៅដើមឈើស្ងួតមួយហើយបានកប់ពេជ្រនៅទីនោះភ្លាមបន្ទាប់ពីគាត់ត្រូវបានកងកម្លាំងរដ្ឋាភិបាលចាប់ខ្លួនប៉ុន្តែនៅពេលមកដល់ពន្ធនាគារ Solomon បានប្រឈមមុខនឹងមេបញ្ជាការឧទាមដដែលនោះគាត់បានដឹងថាគាត់មិនបានស្លាប់ទេគ្រាន់តែរងរបួសភ្នែកទោះបីជាយ៉ាងនោះក្តីគាត់បានស្គាល់ Solomon ភ្លាមហើយក្រហមនៅចំពោះមុខអ្នករាល់គ្នាថានេះជាមនុស្សអាក្រក់មានពេជ្រពណ៌ផ្កាឈូកដែលមានតម្លៃមិនអាចកាត់ថ្លៃបានអ្នកណារកឃើញវានឹងទទួលបានរង្វាន់ធំពីខ្ញុំមនុស្សគ្រប់គ្នាចាប់ផ្ដើមសម្លឹងមើល Solomon ដោយភ្នែកដែលគួរឲ្យចង់បានដើម្បីការពារខ្លួនគាត់បានបដិសេធយ៉ាងខ្លាំងសូម្បីតែដោះសម្លៀកបំពាក់របស់គាត់ទាំងអស់ដើម្បីបញ្ជាក់ពីភាពគ្មានទោសរបស់គាត់ទោះបីជាវិធីសាស្ត្រនេះអាចនឹងបានទប់ទល់ត្រីតូចក៏ដោយវាមិនអាចបញ្ឆោត Danny បានទេ Danny គឺជាបរិសុទ្ធស្បែកស្ដែលកើតនឹងធំធាត់នៅ Arvik ដែលជាអ្នករត់ពន្ធពេជ្រផ្សារខ្មៅដែលគ្មានសិលធម៌កន្លែងណាដែលមានពេជ្រគាត់អាចត្រូវបានរកឃើញទោះយ៉ាងណានេះគឺជាវិជ្ជាជីវៈដ៏គ្រោះថ្នាក់ការរអិលបន្តិចបន្តួចហើយអ្នកអាចបាត់បង់ជីវិតប៉ុន្តែជាមួយនឹងបទពិសោធន៍ដ៏ច្រើនរបស់គាត់ Danny បានសម្លៀងជំនាញដ៏ឈ្លាសវៃរបស់គាត់មិនត្រឹមតែអាចស្គាល់នឹងការពីការប្លន់ប៉ុណ្ណោះទេថែមទាំងអាចដោះលែងដោយជោគជ័យទំនិញរត់ពន្ធថ្ងៃនោះ Danny បានទទួលពេជ្រមួយបាច់ទៀតយ៉ាងងាយស្រួលដើម្បីដឹកជញ្ជូនពេជ្រទាំងនេះទៅប្រទេសជិតខាងដែលត្រូវលក់គាត់បានក្លែងខ្លួនជាអ្នករាយការណ៍ទស្សនាវដ្តីហើយជួលអ្នកកង្វល់ក្នុងស្រុកដើម្បីបិទបាំងរឿងពេជ្រត្រូវបានដេរនៅក្រោមស្បែកជាមួយប៉ុន្តែអ្វីដែលគាត់មិនបានរំពឹងទុកនោះគឺថាមនុស្សដូចគាត់ដែលមិនដែរបរាជ័យនឹងចំពុកដួលនៅពេលនេះដោយឃើញថាគាត់ហៀបនឹងត្រូវបានចាប់ខ្លួននៅនឹងកន្លែង Danny គ្មានជំរឿអ្វីក្រៅពីហៅទូរស័ព្ទទៅចៅហ្វាយរបស់គាត់ឈ្មោះ Cassie ក្នុងនាមជាមេដឹកនាំនៃកងទ័ពស៊ីឈ្នួលដ៏ធំបំផុតរបស់អាហ្វ្រិក Cassie មានភាពល្បីល្បាញពីពេញតំបន់ប៉ុន្តែក្រុមប្រឆាំងមិនត្រឹមតែមិនគោរពគាត់ប៉ុណ្ណោះទេថែមទាំងបោះ Danny ចូលទៅក្នុងគុកទៀតផងប៉ុន្តែដោយសារតែរឿងនេះ Danny គឺមានសំណាងគ្រប់គ្រាន់ក្នុងការដឹងថា Solomon មានពេជ្រពណ៌ផ្កាឈូកដ៏កម្រដូច្នេះបន្ទាប់ពីត្រូវបានធានាដោយគាត់អ្នកសំគំនិតគាត់បានរាយការណ៍ព័ត៌មាននេះភ្លាមទៅពួកគេហើយបានណែនាំពួកគេឲ្យយក Solomon ចេញឲ្យអស់លទ្ធភាពពីព្រោះជាមួយបទពិសោធន៍ជាច្រើនឆ្នាំរបស់គាត់នៅក្នុងចំនួនពេជ្រ Danny យល់ពីតម្លៃនៃពេជ្រពណ៌ផ្កាឈូកនោះបានល្អប្រសើរជាង Solomon នៅពេលដែលគាត់មានវានៅក្នុងដៃគាត់មិនត្រឹមតែអាចសម្រេចបាននូវសេរីភាពផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេថែមទាំងអាចគេចផុតពីការគ្រប់គ្រងការកាប់ឈើនិងចាក់ចេញពីទ្វីបអាហ្វ្រិកបានផងដែរបន្ទាប់ពីផ្ដល់ការណែនាំរបស់គាត់ Danny បានត្រឡប់ទៅសន្តាគារវិញភ្លាមនៅពេលដែលគាត់ដើរចូលទ្វារគាត់បានប្រើកាំបិតដើម្បីកាត់ធ្មេញរបស់គាត់មួយគ្រាប់ពេជ្រត្រូវបានលាក់នៅខាងក្នុងជាក់ស្ដែងគាត់នឹងយកវាមកប្រើជាជម្រើសចុងក្រោយប៉ុណ្ណោះនៅពេលដែល Danny ចេញទៅដូរលុយបុរសម្នាក់បានលួចចូលបន្ទប់របស់គាត់ក្នុងពេលជាមួយគ្នានោះសហការីរបស់គាត់ក៏បានធានាដែរ Solomon ចេញពីពន្ធនាគារហើយបានឲ្យលុយគាត់ខ្លះមុនពេលគាត់ចាក់ចេញដើម្បីការពារគាត់ពីការបោះចូលគុកវិញដោយសារតែ Solomon ដែលខ្វះខាតទាំងស្រុងមានការភ័ន្តច្រឡំទាំងស្រុងហើយមិនបានគិតច្រើនអំពីវាទេពីព្រោះនៅពេលនោះគាត់គឺផ្ដោតតែមួយគត់លើការស្វែងរកគ្រួសាររបស់គាត់វាបានប្រែក្លាយថាមុនពេលដែល Solomon គ្រាន់តែជាអ្នកនេសាទធម្មតាម្នាក់ចិញ្ចឹមកូន3នាក់ជាមួយប្រពន្ធជាទីស្រឡាញ់របស់គាត់ទោះបីជាជីវិតសាមញ្ញក៏ដោយវាមិនមានសន្តិភាពទេកូនប្រុសរបស់គាត់ឈ្មោះ Jay ជាពិសេសមានអាកប្បកិរិយាល្អយល់ដឹងនិងខ្នះខ្នែងរៀនសូត្រជារៀងរាល់ថ្ងៃគាត់នឹងក្រោកពីព្រលឹមហើយដើរ5គីឡូម៉ែត្រទៅតាមភ្នំផ្លូវដើម្បីទៅសាលារៀនប៉ុន្តែថ្ងៃនោះពេលដែល Solomon ទៅយកកូនប្រុសរបស់គាត់ពីសាលារៀនពួកគេស្រាប់តែជួបក្រុមឧទាមប្រដាប់អាវុធបរោះទាំងនេះខូខើស្រេកឃ្លានឈាមនិងអំមនុស្សធម៌ភ្លាមពេលចូលភូមិពួកគេចាប់ផ្ដើមបាញ់រះទៅលើជនស៊ីវិលយ៉ាងរើសអើងរួមទាំងកុមារជាច្រើនផងដែរប៉ុន្តែពេលសម្លាប់ពួកគេមិនព្រិចភ្នែកផងនៅក្នុងភាពច្របូកច្របល់ Solomon បានជួយប្រពន្ធនិងកូនរបស់គាត់ឲ្យគេចផុតដោយជោគជ័យប៉ុន្តែគាត់ផ្ទាល់ត្រូវបានចាប់ខ្លួននៅនឹងកន្លែងដំបូងឡើយគាត់ត្រូវបានគេសន្មតថានឹងត្រូវកាត់ដៃចោលប៉ុន្តែត្រូវបានឃើញថាគាត់មានកម្លាំងមាំមួនហើយមានអារម្មណ៍ថាវាគឺជាការខ្ជះខ្ជាយដូច្នេះពួកគេបានចំគាត់ហើយបញ្ជូនគាត់ទៅកន្លែងជីក្រែពេជ្រដើម្បីធ្វើការយ៉ាងលំបាកបន្ទាប់មកធ្វើតាមឈុតឆាក2ដើមដំបូងនៃរឿងនៅកន្លែងផ្សេងទៀតបន្ទាប់ពីដូរលុយរបស់គាត់ Danny បានទៅបារមួយប៉ុន្តែគោលបំណងរបស់គាត់មិនមែនដើម្បីជប់លៀងនោះទេប៉ុន្តែដើម្បីស្វែងរកម្ចាស់ដើម្បីកំងកាំភ្លើងខ្លីគ្រាន់តែពេលនោះសម្រស់របស់ Maggie បានទាក់ទាញចំណាប់អារម្មណ៍របស់គាត់ដំបូង Danny គ្រាន់តែមានបំណង
ដើម្បីស្វែងរកស្រីដើម្បីដេកជាមួយប៉ុន្តែបន្ទាប់ពីការសន្ទនាមួយរយៈគាត់បានរកឃើញថានាងជាអ្នករីកាហើយថែមទាំងភ្លាមទីថាគាត់ជាអ្នករត់ពន្ធពេជ្រ Dennis អបការជាប់ពាក់ព័ន្ធជាមួយសារព័ត៌មានប៉ុន្តែ Marie នៅជាប់នឹងគាត់ដោយទាមទារឲ្យគាត់ផ្ដល់ព័ត៌មានដើម្បីលាតត្រដាងពីចំនួនពេជ្របង្ហូរឈាមនិងឈ្មោះកណ្ដាលដ៏ធំបំផុតនៅពីក្រោយវាទោះជាយ៉ាងណាក៏ដោយទោះបីជាមានចំនួនប៉ុណ្ណា Dennis ចូលចិត្តនារីស្រស់ស្អាតប៉ុន្តែគាត់នឹងមិនបង្ហាញព័ត៌មានណាមួយដល់អ្នកយកព័ត៌មានចម្លែកនោះទេពេលត្រឡប់មកសន្តាគារវិញឃើញបន្ទប់ប្រញាយញ៉ៃ Dennis ដឹងភ្លាមថាសហការីរបស់គាត់បានរាយការណ៍ដោយសម្ងាត់អំពីព័ត៌មានអំពីពេជ្រពណ៌ផ្កាឈូកជូនវ៉ូសេនីឯកខេត្តស៊ីទោះបីជាគាត់យល់ថានៅក្នុងទឹកដីស៊ីមនុស្សនេះទំនុកចិត្តគឺជាទំនិញថោកបំផុតក៏ដោយក៏គាត់នៅតែមិនអាចទប់កំហឹងបានហើយបរិះដែលចូលបន្ទប់របស់គាត់បន្ទាប់ពីរកមិនឃើញអ្វីសោះក៏បានបង្ហាញខ្លួនភ្លាមអ្នកទាំងពីរនៅខាងតែមួយនិយាយធម្មតានៅលើផ្ទៃប៉ុន្តែមានគំនិតខុសគ្នានៅក្នុងចិត្ត Dennis បានសម្រេចចិត្តវិលត្រឡប់ទៅជួបវ៉ូសេនីឯកវិញដើម្បីលាតត្រដាងអ្វីទាំងអស់ហើយបានវាយបរិះនោះចំមុខយ៉ាងខ្លាំងដើម្បីបញ្ចេញកំហឹងរបស់គាត់មិនយូរប៉ុន្មាន Dennis ត្រូវបានអញ្ជើញទៅកាន់ភូមិគ្រឹះរបស់វ៉ូសេនីឯកដើម្បីទទួលទានតែក្នុងនាមជាមេដឹកនាំទាហានស៊ីឈ្នួលដ៏ធំបំផុតនៅក្នុងទ្វីបអារវិកវ៉ូសេនីឯកទាំងបានធ្វើចំនួនពេជ្រនិងបានជួយរដ្ឋាភិបាលបង្ក្រាបពួកឧទាមមនុស្សម្នាក់អាចនិយាយបានថាគាត់រកបានទ្រព្យសម្បត្តិពីសង្គ្រាមតើបរិះម្នាក់ដែលខ្វល់តែពីលុយហើយមើងងាយអ្នកដទៃអាចបោះបង់ចោលនៅពេជ្រពណ៌ផ្កាឈូកដ៏កម្រមួយបានដោយរបៀបណាដូច្នេះគាត់បានចេញបញ្ជីយ៉ាងម៉ឺងម៉ាត់ដោយទាមទារឲ្យ Dennis យកពេជ្រនោះមកឲ្យគាត់បើសិនជាជោគជ័យវានឹងសងបំណុលអាជីវកម្មមុនរបស់គាត់ទាំងអស់ក្នុងពេលជាមួយគ្នានោះគាត់ក៏ដឹងច្បាស់ផងដែរអំពីមហិច្ឆតារបស់ Dennis យ៉ាងគីដោយដឹងថាគាត់ចង់បានដើម្បីគេចចេញពីទ្វីបអាហ្វិកដូច្នេះគាត់បានរើដីក្រហមមួយក្តាប់ពីដីហើយនិយាយថានេះជាផ្ទះរបស់អ្នកមិនអាចចាក់ចេញពីទ្វីបអាហ្វិកបានទេ Jenny ដែលបានតាមដានវ៉ូសេនីឯកតាំងពីគាត់នៅក្មេងយល់ពីវិធីសាស្ត្រនិងភាពខុសខើរបស់គាត់ហើយអាចគ្រប់គ្រងភាពមុតស្រួចរបស់គាត់និងផ្ដោតលើការដោះស្រាយជាមួយ Solomon ប៉ុណ្ណោះប៉ុន្តែនៅពេលនេះ Solomon មិនទុកចិត្តនរណាម្នាក់ទេគាត់បានទូចថាគាត់មិនដែលឃើញពេជ្រពណ៌ផ្កាឈូកធំណាមួយឡើយដោយស្ទាក់ស្ទើរ Dennis ត្រូវតែងាកទៅរកល្បិចទប់ស្កាត់នៅក្នុងល្ងាចគាត់បានត្រឡប់ទៅបាវិញម្ចាស់បានឲ្យកាំភ្លើងខ្លីដែលគាត់បានបញ្ជាទិញហើយបោះព័ត៌មានមួយដុំចូលទៅក្នុងនោះពួកឧទាមនឹងវាប្រហារនៅទីនេះនៅថ្ងៃស្អែកគាត់បានណែនាំគាត់ដោយសប្បុរសឲ្យចាក់ចេញមុនម៉ោងដើម្បីសង្គ្រោះជីវិតរបស់គាត់គ្រាន់តែពេលនោះ Dennis បានឃើញ Marie ម្ដងទៀតដោយមិនបានរំពឹងទុកបន្ទាប់ពីបានបែកគ្នាដោយលក្ខខណ្ឌមិនល្អកាលពីលើកមុនពេលនេះពួកគេបានអបគ្នាយ៉ាងណែនដូចជាគូស្នេហ៍ដែលទើបតែបានបែកគ្នាវាគ្រាន់តែថាម្នាក់ប្រាថ្នាចង់បានសាច់ឈាមខណៈដែលម្នាក់ទៀតចង់ប្រមូលព័ត៌មានលួចប៉ុណ្ណោះទោះយ៉ាងណាក៏ដោយសំបីតែនៅក្នុងបរិយាកាសដែលមានភាពមិនច្បាស់លាស់ខ្លាំងក៏ដោយក៏ពួកគេមិនព្រមយកនុយអ្នកផ្សេងដែរដោយបាត់បង់ការអត់ធ្មត់ Marie បានបដូរភ្លាមទៅការវាយប្រហារដោយផ្ទាល់ដោយនិយាយថានាងបានជួបមនុស្សជាច្រើនដូចគាត់ដែលមិនខ្វល់ពីជីវិតមនុស្សដើម្បីតែលុយកាក់ដានីក៏បាត់បង់ចំណាប់អារម្មណ៍ដែរប៉ុន្តែនៅពេលដែលគាត់ទៅបារដើម្បីផឹកម៉ាធីមិនព្រមឲ្យគាត់ទៅហើយដើរតាមគាត់លើកនេះដានីក៏មិនបានទប់ខ្លួនដែរហើយតបវិញថាអ្នកគិតថាអ្នកថ្លៃថ្នូរណាស់អ្នកគិតថាអ្នកអាចផ្លាស់ប្ដូរទ្វីបអាហ្វិកតាមពិតអ្នកក៏ជាសមាជិកនៃការជួញដូរពេជ្របង្ហូរឈាមផងដែរប្រសិនបើមិនមែនសម្រាប់ក្មេងស្រីអាមេរិកដូចជាអ្នកតែងតែស្រមៃចង់បានអាពាហ៍ពិពាហ៍ដូចក្នុងរឿងនិទានថ្មភ្លឺចែងចាំងនោះពេជ្រទាំងនេះប្រហែលជាមិនមានតម្លៃខ្លាំងនោះទេហើយគ្មាននរណាម្នាក់ទៅដល់ថ្នាក់លួចនាំចូលនោះទេប៉ុន្តែ Marie បានប្រឆាំងថាមិនមែនក្មេងស្រីអាមេរិកគ្រប់រូបសុទ្ធតែចង់បានរឿងនិទាននោះទេរឿងនិទានអាពាហ៍ពិពាហ៍ដូចជាមិនមែនជនជាតិអាហ្វិកគ្រប់រូបរស់នៅដោយការសម្លាប់គ្នាទៅវិញទៅមកតាមពិតជារៀងរាល់ថ្ងៃមានមនុស្សធ្វើរឿងល្អប៉ុន្តែច្បាស់ណាស់គ្មាននរណាម្នាក់ធ្វើដោយអ្នកទេដូច្នេះអ្នកទាំងពីរបានបែកគ្នាម្ដងទៀតដោយលក្ខខណ្ឌមិនល្អថ្ងៃបន្ទាប់ពួកឧទាមពិតជាបានចូលទៅក្នុងទីក្រុងហើយទីកន្លែងនោះហៀបនឹងធ្លាក់ចូលទៅក្នុងសមុទ្រនៃសង្គ្រាម Dennis បានយកឱកាសដើម្បីស្វែងរក Solomon ដោយសង្ឃឹមថានឹងបញ្ចុះបញ្ចូលគាត់ឲ្យសហការនៅពេលនេះ Pink Diamond គឺស្លាប់ទំនួលខុសត្រូវព្រះបាទសាឡូមោនពិតជាគ្មានឱកាសលក់វាទេប៉ុន្តែសាឡូមោននៅតែផ្ដោតលើការស្វែងរករបស់គាត់គ្រូសាឃើញ Dennis ភ្លាមនិយាយថាបើគ្មានខ្ញុំអ្នកមានឱកាសតិចជាងក្នុងការផ្លាស់ប្ដូររជោគវាសនារបស់អ្នកស្វែងរកប្រពន្ធនិងកូនរបស់អ្នកដូចពេលដែលអ្នកទាំងពីរកំពុងឆ្លោះប្រកែកគ្នាយ៉ាងខ្លាំងពួកឧទាមបានបើកការវាយប្រហារទ្រង់ទ្រីធំចំពេលកិច្ចខ្លួនយ៉ាងច្របូកច្របល់ Dennis បន្តបញ្ចុះបញ្ចូលហើយ Solomon អាចត្រឹមតែញ័រខ្លួនហើយយល់ព្រមសហការឥឡូវនេះកងកម្លាំងរដ្ឋាភិបាលបានចូលរួមជាមួយពួកឧទាមពួកគេមិនបានគិតពីជីវិតជនស៊ីវិលនោះទេជាសំណាងល្អ Dennis គឺជាទាហានស៊ីឈ្នួលដ៏មានបទពិសោធន៍គាត់បានដឹកនាំ Solomon ឆ្លងកាត់គ្រាប់កាំភ្លើងដែលគេចខ្លួនទៅកាន់ប្រាសាទបុរាណដែលមានសុវត្ថិភាពនៅពេលយប់អ្នកទាំងពីរបានប្រើភាពងឹតដើម្បីទៅដល់ច្រកចេញតែមួយគត់របស់ទីក្រុងប៉ុន្តែទាហានឧទាម3នាក់កំពុងយាមវាដើម្បីគេចខ្លួនពួកគេត្រូវប្រថុយដូច្នេះ Dennis បានប្រាប់ Solomon ឲ្យធ្វើជាទាហានឧទាមខណៈពេលដែលគាត់ធ្វើពុតជាអ្នកទោសដែលចាប់បានរងចាំរហូតដល់សត្រូវបន្ធូរបន្ថយការយាមកាមរបស់ពួកគេ Dennis បានដកកាំភ្លើងរបស់គាត់ភ្លាមហើយបាញ់ឆ្មាំស្លាប់គាត់បានរើសកាំភ្លើងអ្នកលបបាញ់ឧទាមហើយបាញ់ពួកឧទាមដែលកំពុងរត់គេចខ្លួននៅចម្ងាយឈុតនេះធ្វើឲ្យសាឡូមោនដឹងពីភាពសាហាវខុសខើរបស់គាត់បន្ទាប់មកអ្នកទាំងពីរបានលីឡំជាមួយក្រុមជនភៀសខ្លួនដែលមកដល់ជំរំជនភៀសខ្លួនដែលគ្រប់គ្រងដោយរដ្ឋាភិបាលជំរំនៅទីនេះ Jenny បានជួបអ្នករាយការណ៍បរិះម្នាក់ហើយតាមរយៈគាត់បានរកឃើញ Marie ភ្លាមនៅពេលដែលពួកគេបានជួប Dennis បាននិយាយថាខ្ញុំអាចផ្ដល់ឲ្យអ្នកជាមួយនឹងព័ត៌មានប៉ុន្តែជាថ្នូរមកវិញអ្នកត្រូវតែប្រើលិខិតសម្គាល់របស់អ្នកដើម្បីចូលប្រើមូលដ្ឋានទិន្នន័យអង្គការសហប្រជាជាតិដើម្បីជួយ Solomon ស្វែងរកគ្រួសាររបស់គាត់ Dennis បានធ្វើបែបនេះព្រោះគាត់ដឹងថាដើម្បីទទួលបានពេជ្រពណ៌ផ្កាឈូកគាត់ត្រូវដោះស្រាយ Solomon ជាមុនសិនហើយវិធីតែមួយគត់ដើម្បីធ្វើដូច្នេះគឺព្យាយាមជួយគាត់ឲ្យស្វែងរកក្រុមគ្រួសាររបស់គាត់ទោះបីជា Marie ដឹងថានាងកំពុងត្រូវបានគេប្រហារហើយក៏ដឹងថា Solomon
ពិតជាតាក់ទងនឹងពេជ្រពីព្រោះបរិះតូចតាចដែលខ្វល់តែពីប្រាក់ចំណេញមិនអាចមានចិត្តទូលាយគ្រប់គ្រាន់ដើម្បីជួយអ្នកនេសាទស្បែកខ្មៅប៉ុន្តែក្នុងនាមជាអ្នកយកព័ត៌មានដ៏សុចរិតដរាបណាវាដើម្បីជួយសង្គ្រោះមនុស្សនាងមិនខ្វល់ពីរឿងផ្សេងទៀតយ៉ាងឆាប់រហ័សម៉ារីបានរកឃើញទីកន្លែងដែលក្រុមគ្រួសាររបស់ Solomon កំពុងស្ថិតនៅពួកគេកំពុងស្ថិតនៅក្នុងជំរំជនភៀសខ្លួនមួយកន្លែងក្នុងប្រទេសជិតខាងគឺប្រទេសយ៉ៃនីប៉ុន្តែនៅពេលដែលពួកគេបានទៅដល់ដោយឧទ្ធម្ភាគចក្រពួកគេបានរកឃើញថាមនុស្សនៅក្នុងជំរំជនភៀសខ្លួននៅទីនេះមានលើសពី1លានអ្នកការស្វែងរកសមាជិកគ្រួសារពិតជាមិនងាយស្រួលនោះទេសំណាងល្អព្រះនៅតែមានព្រះហឫទ័យមេត្តាករុណាលើបញ្ហានេះបុរសកំសត់ Solomon បានប្រទះឃើញរូបរាងប្រពន្ធនិងកូនស្រីរបស់គាត់យ៉ាងរហ័សទោះយ៉ាងណាក៏កូនប្រុសជារបស់គាត់ត្រូវបានចាប់ខ្លួនដោយពួកឧទាមរឿងនេះបានធ្វើឲ្យ Solomon ខូចចិត្តជាខ្លាំងព្រោះគាត់បានឃើញផ្ទាល់នឹងភ្នែកនៅភាពខូចខើរបស់កុមារដែលបានបណ្ដុះបណ្ដាលជាទាហានហើយដឹងថាពួកឧទាមច្បាស់ជាប្រៃដីទៅជាម្នាក់ក្នុងចំណោមពួកគេហើយការព្យាកររបស់គាត់ពិតជាបានខ្លាយជាការពិតមែននៅពេលនេះ Dia ត្រូវបានមេបញ្ជាការម្ខាងបង្វឹកឲ្យខ្លាយជាម៉ាស៊ីនសម្រាប់ពេលសម្រាប់អ្នកភូមិក្មេងប្រុសនោះមិនបង្ហាញអារម្មណ៍អ្វីឡើយហើយតែងតែប្រញាប់ប្រញាល់ទៅខាងមុខអ្វីដែលធ្វើឲ្យបញ្ហាកាន់តែអាក្រក់នោះគឺដោយសារតែរដ្ឋាភិបាលខ្លាចជនភៀសខ្លួននឹងចូលរួមជាមួយពួកឧទាមពួកគេបានប្រកាសថាប្រពន្ធនិងកូនរបស់ Solomon នឹងត្រូវបានដោះលែងវិញតែប៉ុណ្ណោះផ្ទះបន្ទាប់ពីសង្គ្រាមបានបញ្ចប់ Solomon ទេហាក់ដូចជាមនុស្សគ្មានព្រលឹងជារៀងរាល់ថ្ងៃគាត់រអ៊ូតមឈ្មោះកូនប្រុសរបស់គាត់ចំពោះ Danny គាត់ខ្វល់តែពីពេជ្រប៉ុណ្ណោះបន្ទាប់ពីដឹងកន្លែងដែល Solomon បានកប់ពេជ្រពណ៌ផ្កាឈូកគាត់បានផ្ដោតធម៌ពលទាំងអស់របស់គាត់លើរបៀបជីកវាឡើងប៉ុន្តែដីនៅទីនោះមានភាពស្មុគស្មាញជាមួយនឹងក្រុមជាច្រើនដែលប្រជែងគ្នាដណ្ដើមការគ្រប់គ្រងឱកាសតែមួយគត់គឺការជ្រៀតចូលក្រុមរបស់ Marie ប៉ុន្តែនៅពេលនេះ Marie មានការព្រួយបារម្ភយ៉ាងខ្លាំងនិស្សិតបញ្ចប់ការសិក្សាសាលាដ៏មានកិត្យានុភាពនាងឆ្លាតនិងរហ័សរហួនហើយអាចរស់នៅក្នុងជីវភាពបែបស៊ីវិល័យនៅទីក្រុងញូវយ៉កប៉ុន្តែនាងបានដឹកស្មុគស្មាញអ្នកសង្គ្រោះដ៏រឹងមាំតែងតែចង់លុបបំបាត់ភាពយុត្តិធម៌នៅក្នុងពិភពលោកប៉ុន្តែទោះជាអត្ថបទរបស់នាងប៉ះពាល់យ៉ាងណាក៏ដោយក៏គ្មានទោះរូបថតរបស់នាងពិតប៉ុណ្ណាក៏ដោយភាគច្រើនបានត្រឹមតែទាញទឹកភ្នែកពីអ្នកអានប៉ុណ្ណោះដែលមិនអាចផ្លាស់ប្ដូរបានជាមូលដ្ឋានការរងទុក្ខនៅអាហ្វ្រិកនាងមិនចង់បន្តបែបនេះទៀតទេប៉ុន្តែចង់ប្រើភស្តុតាងជាក់ស្ដែងដើម្បីផ្ដួលរំលំអ្នកដែលនៅពីក្រោយចំនួនពេជ្របង្ហូរឈាមប្រហែលជារំជើបរំជួលដោយសកម្មភាពរបស់ Marie ឬប្រហែលជាគ្រាន់តែចង់បានពណ៌ផ្កាឈូកពេជ្រ Danny បានប្រាប់នាងពីការពិតទាំងស្រុងអំពីខ្សែសង្វាក់គុតគង់ពេជ្របង្ហូរឈាមគាត់បានលួចនាំពេជ្រទៅប្រទេសជិតខាងបន្ទាប់មកអ្នកទិញក្នុងស្រុកនឹងប្រគល់ពេជ្រទៅឲ្យឈ្មួញកណ្ដាលនៅពេលដែលឈ្មួញកណ្ដាលសូប៉ានកុយពួកគេអាចបញ្ជាក់ថាពេជ្រទាំងនេះត្រូវបានជីកក្នុងស្រុកដូច្នេះអនុញ្ញាតឲ្យពួកគេនាំចេញស្របច្បាប់ហើយបរិះនៅពីក្រោយខ្សែសង្វាក់នៃចំណាប់អារម្មណ៍នេះគឺ Venicap ម្យ៉ាងវិញទៀតគាត់បានប្រមូលផ្ដុំពេជ្រយ៉ាងច្រើនដើម្បីគ្រប់គ្រងការផ្គត់ផ្គង់នឹងរក្សាតម្លៃខ្ពស់ម្យ៉ាងវិញទៀតគាត់បានធ្វើគ្រប់បែបយ៉ាងដើម្បីទ្រទ្រង់សង្គ្រាមដោយរារាំងពេជ្រពីពួកឧទាមពីការហូរចូលទីផ្សារដោយផ្ទាល់បន្ទាប់ពីបញ្ចប់ Danny ក៏បានសន្យាថានឹងផ្ដល់ភស្តុតាងដោយផ្ទាល់ផងដែរប៉ុន្តែគាត់ត្រូវរងចាំរហូតដល់គាត់បានពេជ្រពណ៌ផ្កាឈូកដើម្បីឲ្យព័ត៌មាននេះត្រូវបានគេរាយការណ៍ជាសាធារណៈបើមិនដូច្នេះទេគាត់នឹងប្រកាសជាស្លាប់ដោយគ្មានការបញ្ចុះសពត្រឹមត្រូវដូច្នេះអ្នកទាំងពីរបានឈានដល់កិច្ចព្រមព្រៀងសហប្រតិបត្តិការ Danny និង Solomon ក៏បានធ្វើពុតជាបុគ្គលិកហើយជ្រៀតចូលក្រុម Magie ប៉ុន្តែនៅតាមផ្លូវទៅកាន់គោលដៅរបស់ពួកគេក្បួនរថយន្តត្រូវបានវាយប្រហារដោយពួកឧទាមភ្លាមនៅក្នុងវិបត្តិ Solomon ដែលចិត្តល្អបានជួយសង្គ្រោះកុមារម្នាក់ប៉ុន្តែដោយសារតែឡានក្រុងលេងមានកន្លែងទំនេរពួកគេពីរ3នាក់អាចឡើងឡានតូចមួយផ្សេងទៀតប៉ុន្តែដោយមិនបានរំពឹងទុកគ្រោះមហន្តរាយបាននាំមកនៅសំណាងល្អមនុស្សគ្រប់គ្នានៅលើឡានក្រុងត្រូវបានសម្លាប់ដោយពួកឧទាមខណៈពេលដែលពួកគេបានឆ្លៀតឱកាសបើកឡានដឹកទំនិញហើយរត់គេចខ្លួនចូលទៅក្នុងព្រៃប៉ុន្តែនៅពេលដែលពួកគេគេចផុតពីគ្រោះថ្នាក់ពួកគេបានរត់ចូលទៅក្នុងសត្វ Gorilla ក្នុងតំបន់ជាសំណាងល្អមនុស្សទាំងនេះមិនមានទម្លាប់សម្លាប់រើសអើងនោះទេបន្ទាប់ពីមានកាយវិការខ្លះនិងរូបថតរបស់ Magie ពួកគេមិនត្រឹមតែបានបន្ធូរបន្ថយការប្រុងប្រយ័ត្នរបស់ពួកគេប៉ុណ្ណោះទេប៉ុន្តែថែមទាំងបានដឹកនាំអ្នកទាំង3ទៅកាន់កន្លែងលាក់ខ្លួនមួយដើម្បីជ្រកកោនបើប្រៀបធៀបទៅនឹងទ្វីបអាហ្វ្រិកដែលហែកហួរដោយសង្គ្រាមកន្លែងនេះពិតជាឋានសួគ៌នៅលើផែនដីកុមារនៅទីនេះពីមុនត្រូវបានចាប់ធ្វើជាទាហានកុមារប៉ុន្តែក្រោមការបង្រៀននិងសេចក្តីស្រឡាញ់យ៉ាងយកចិត្តទុកដាក់ពួកគេបានវិលត្រឡប់មកវិញភាពគ្មានទោសពៃនិងការមិនខ្វល់ខ្វាយពីធម្មជាតិរបស់ពួកគេអ្វីទាំងអស់នេះគឺអរគុណដល់ម្ចាស់អចលនទ្រព្យគាត់តែងតែជឿជាក់ថាមនុស្សមិនមានការបែងចែកពិតប្រាកដរវាងល្អនិងអាក្រក់នោះទេសូម្បីតែមនុស្សអាក្រក់បំផុតក្នុងពេលបង្ហាញឆន្ទៈល្អអាចធ្វើឲ្យជីវិតកាន់តែមានន័យ Danny បានស្ដាប់ពាក្យទាំងនេះហើយគិតពិចារណានៅពេលល្ងាចគាត់បានស្ដាប់ការច្រៀងរបស់កុមារហើយស្ថិតក្រោមឥទ្ធិពលនៃស្រាផំជាលើកដំបូងដែលគាត់បានបើកចិត្តចំពោះ Marie បានប្រែក្លាយថា Danny គឺជាបុរសស្បែកស្ដែលកើតនៅទ្វីបអាហ្វ្រិកនៅពេលដែលគាត់មានអាយុ9ឆ្នាំម្ដាយរបស់គាត់ត្រូវបានសម្លាប់ហើយឪពុករបស់គាត់ក៏ត្រូវបានកាត់ក្បាលផងដែរអាចនិយាយបានថាសង្គ្រាមបានយកអ្វីទាំងអស់ពីគាត់ដូច្នេះនៅអាយុ19ឆ្នាំគាត់បានដើរតាមវសេនីឯកដើម្បីក្លាយជាទាហានស៊ីឈ្នួលប្រយុទ្ធនឹងទល់នឹងមនុស្សស្បែកខ្មៅតាំងពីពេលនោះមកប៉ុន្តែក្រោយមកគាត់បានដឹងថាអ្វីទាំងអស់មិនមែនដើម្បីសន្តិភាពទេហើយពិតណាស់មិនមែនសម្រាប់ការលុបបំបាត់ការស្អប់ខ្ពើមជាតិសាសន៍នោះទេគឺសម្រាប់តែលុយនិងប្រាក់ចំណេញប៉ុណ្ណោះចាប់ពីពេលនោះមកគាត់បានសម្រេចចិត្តប្រយុទ្ធតែម្នាក់ឯងក្លាយជាអ្នករត់ពន្ធអាត្មានិយមប៉ុន្តែឥឡូវនេះគាត់គ្រាន់តែចង់រស់នៅក្នុងជីវិតដ៏សុខសាន្តហើយពេជ្រពណ៌ផ្កាឈូកនោះគឺជាសម្បត្តិរបស់គាត់ដើម្បីចាក់ចេញពីទ្វីបអាហ្វ្រិកពេលឃើញទឹកមុខឈឺចាប់លេចឡើងបន្តិចម្ដងនៅលើមុខ Danny Kimari បានចាប់ដៃរបស់គាត់ដោយមិនដឹងខ្លួនបេះដូងរបស់អ្នកទាំងពីរចាប់ពីពេលនេះកាន់តែជិតគ្នាថ្ងៃបន្ទាប់ម្ចាស់ដីបានដឹកនាំអ្នកទាំង3តាមផ្លូវទៅកាន់គោលដៅរបស់ពួកគេប៉ុន្តែនៅលើផ្លូវពួកគេបានជួបកងទ័ពកុមារឧទាមដោយចិត្តសប្បុរសរបស់គាត់គិតថាគាត់អាចបញ្ចុះបញ្ចូលពួកគេដោយពាក្យសម្ដីប៉ុន្តែដោយមិនបានរំពឹងទុកការប្រឆាំងត្រូវបាននឹងស្ពឹកដោយឆ្លើយតបដោយផ្ទាល់ទៅនឹងការបង្រៀនរបស់គាត់ជាមួយ
ការបាញ់កាំភ្លើង Danny បានដកកាំភ្លើងរបស់គាត់ចេញយ៉ាងលឿនដើម្បីគំរាមកំហែងពួកគេដោយទាញយកប្រយោជន៍ពីកុមារដែលភ័យខ្លាចដោយគាត់បានជន់កែហើយរត់គេចខ្លួនគ្រាន់តែពេលនោះជំរំរបស់ Vosenei ឯកនៅក្បែរនោះដើម្បីជួយសង្គ្រោះម្ចាស់ភូមិគ្រោះថ្នាក់ធ្ងន់ Danny គ្មានជំរឿអ្វីក្រៅពីបង្វែរទៅជំរំជាមុនសិនដំណឹងល្អគឺម្ចាស់ភូមិគ្រឹះនៅតែមានឱកាសរស់រានមានជីវិតហើយ Maddie ក៏អាចដកថយជាមួយជនភៀសខ្លួនបានដែរប៉ុន្តែដំណឹងអាក្រក់គឺថានៅពេលនេះ Vosenei ឯកកំពុងរៀបចំខ្លួនដើម្បីដឹកនាំកងទ័ពរបស់គាត់ទៅកាន់ Kono ដោយផ្ទាល់ដែលពួកគេកំពុងធ្វើដំណើរទៅហើយទាមទារឲ្យ Danny ទៅជាមួយគាត់ដើម្បីស្វែងរកពេជ្រពណ៌ផ្កាឈូកប៉ុន្តែ Danny ដឹងច្បាស់ថាពេលដែលគាត់ដើរតាមកងទ័ពដ៏ធំនោះគាត់ប្រហែលជាមិនទទួលបានសូម្បីតែធូលីពេជ្រមួយភាគតូចនៅទីបញ្ចប់នោះទេដូច្នេះបន្ទាប់ពីចាក់ចេញពីតង់គាត់បានសុំជំនួយពី Maddie ជាបន្ទាន់ដើម្បីលួងលោមឆ្មាំនៅក្បែរឃ្លាំងអាវុធឲ្យចេញទៅគាត់អាចលួចចូលលួចអាវុធនិងចាប់ Salomon ដោយខ្លួនឯងបន្ទាប់ពីបានរឿងនេះ Matty បានយល់ភ្លាមចិត្តណារបស់ Denyanki ហើយក៏ដឹងថាការធ្វើដំណើររបស់គាត់ពិតជាមានគ្រោះថ្នាក់ជាងមិនបានទៅប៉ុន្តែនាងអាចមកក្បាលយល់ព្រមទាំងទឹកភ្នែក Danny ក៏ប្រគល់ភស្តុតាងដែលគាត់មានដូច្នេះទោះបីជាគាត់ពិតជាស្លាប់នៅ Kono ក៏ដោយ Maddie អាចលាតត្រដាងការពិតទាំងអស់នៅពេលក្រោយដោយមានជំនួយពី Machi Danny បានទទួលអាវុធដោយជោគជ័យហើយអ្នកទាំងពីរហៀបនឹងបែកគ្នាតាមពិតទៅតាមរយៈការលំបាកនិងការចែករំលែកដោយស្មោះស្ម័គ្រជាច្រើនពួកគេបានបង្កើតអារម្មណ៍ចំពោះគ្នាទៅវិញទៅមកប៉ុន្តែការបែកគ្នានេះអាចជារៀងរហូតទោះជាយ៉ាងណាក៏ដោយនៅក្នុងទឹកដីនេះក្រៅពីស្នេហាពួកគេទាំងពីរមានផ្លូវរៀងខ្លួនដែលត្រូវដើរជោគវាសនារបស់ពួកគេផ្ទាល់ដើម្បីទទួលយកមុនពេលនាងចាក់ចេញនាងមិនត្រឹមតែបានថតរូបទុកជាអនុស្សាវរីយ៍ប៉ុណ្ណោះទេថែមទាំងបានផ្ដួចផ្ដើមគំនិតផ្ដល់លេខការិយាល័យលេខផ្ទះនិងលេខទូរស័ព្ទដៃរបស់នាងទៅ Danny កាលពីអតីតកាលអ្នកផ្សេងទៀតតែងតែស្វែងរកនាងប៉ុន្តែលើកនេះនាងមានឆន្ទៈបំបីច្បាប់ហើយផ្ដួចផ្ដើមគំនិតបន្ទាប់ពីចែកផ្លូវគ្នាពួកគេទាំងពីរបានធ្វើដំណើរទៅបន្តដំណើរទៅរកវាសនារបស់ពួកគេតាមផ្លូវ Danny និង Solomon បាននិយាយអំពីព័ត៌មានលម្អិតនៃពេជ្រពណ៌ផ្កាឈូកនៅពេលដែលគាត់បានដឹងថាពេជ្រមានទម្ងន់យ៉ាងតិច100ការ៉ាត់ជំហានធ្ងន់របស់ Solomon ធូរស្រាលដោយមិនដឹងខ្លួនហាក់ដូចជាពេជ្រនិងសេរីភាពនៅចំពោះមុខគាត់ប៉ុន្តែនៅយប់នោះគ្រោះថ្នាក់បានកើតឡើងម្ដងទៀតក្នុងនាមជាយោធាឧទាមរថយន្តបានបន្លឺសំឡេងកាត់ពីមុខ Salomon បានក្រឡេកឃើញកូនប្រុសរបស់គាត់ Dio នៅលើនោះព្រួយបារម្ភពេកក្នុងការស្វែងរកកូនប្រុសរបស់គាត់បានធ្វើសំឡេងមួយហើយអ្នកទាំងពីរស្ទើរតែត្រូវពួកឧទាមតាមប្រមាញ់សម្លាប់បន្ទាប់ពីគេចផុតពីសេចក្តីស្លាប់កំហឹងរបស់ Danny Onki គឺមិនអាចគ្រប់គ្រងបានគាត់ថែមទាំងបានដកកាំបិតមកគំរាម Salomon ទៀតផងបើអ្នកធ្វើខុសទៀតខ្ញុំនឹងបកស្បែកអ្នកទាំងរស់ប៉ុន្តែនៅក្នុងដួងចិត្តរបស់ Salomon ដែលជាពេជ្រពណ៌ផ្កាឈូកមិនមានតម្លៃដូចកូនប្រុសរបស់គាត់ទេដូច្នេះទោះបីជាមានការគំរាមកំហែងក៏ដោយគាត់នៅតែចង់រកកូនប្រុសរបស់គាត់ជាមុនសិនដូច្នេះអ្នកទាំងពីរមានចំនួនការប្រកួតប្រជែងយ៉ាងខ្លាំងប៉ុន្តែ Salomon នៅតែរឹងមាំហើយ Danny ត្រូវស្ទាក់ស្ទើរត្រូវលះបង់នៅពេលល្ងាចអ្នកទាំងពីរបានដើរទៅជំរំឧទាមប៉ុន្តែរកមិនឃើញសញ្ញានៃអង្កត់ផ្ចិតទេពីរអ្នកត្រូវបន្តដំណើរទៅមុខទៀតមុនពេលនៅលើផ្លូវអ្នកទាំងពីរតែងតែនិយាយអំពីពេជ្រប៉ុន្តែឥឡូវនេះពួកគេចាប់ផ្ដើមនិយាយអំពីជីវិតរបស់គ្នាទៅវិញទៅមកហើយបន្តិចម្ដងបានបើកចិត្តឲ្យគ្នាទៅវិញទៅមក Danny ថែមទាំងបាននិយាយថាគាត់ប្រកាសជានឹងជួយសង្គ្រោះអង្កត់ផ្ចិតបន្ទាប់ពីដើរមួយថ្ងៃមួយយប់ទៀតនៅលើផ្លូវតូចអ្នកទាំងពីរបានទៅដល់អណ្ដូងរ៉ែដែលពណ៌ផ្កាឈូកពេជ្រត្រូវបានកប់ប៉ុន្តែកន្លែងនោះត្រូវបានយាមយ៉ាងតឹងរឹងមិនអាចចូលទៅដល់បានទាំងស្រុងដោយគ្មានជម្រើស Danny ត្រូវប្រថុយប្រឋានដល់គ្រោះថ្នាក់មួយដោយបញ្ជូនកូអដនេជាក់លាក់ទៅ Vosenei ឯកស្នើឲ្យគាត់ប្រើកម្លាំងខ្លាំងដើម្បីបើផ្លូវ Danny ដឹងថានេះជាការផ្លាស់ប្ដូរដ៏ប្រថុយប្រឋានប៉ុន្តែគ្មានវិធីល្អជាងនេះទេគាត់អាចសង្ឃឹមតែទាញយកប្រយោជន៍ពីការប្រយុទ្ធគ្នារវាងភាគីទាំងសងខាងប្រថុយនឹងលួចចូលទៅកន្លែងដែលមានពេជ្រជីកកាយវាហើយបន្ទាប់មកទាញយកឱកាសដើម្បីគេចចេញប៉ុន្តែ Salomon បន្ទាប់ពីបានរឿងនេះមានអារម្មណ៍ថាមានអ្វីមួយខុសប្រក្រតីព្រោះគាត់ប្រកាសថាកូនប្រុសរបស់គាត់នៅខាងក្នុងហើយនៅពេលដែលការបាញ់ប្រហារបានចាប់ផ្ដើមគាត់អាចបាត់បង់ជីវិតបានយ៉ាងងាយដូច្នេះនៅពេលល្ងាចខណៈពេលដែល Danny កំពុងដេកលក់យ៉ាងលឿនគាត់បានលួចបានជ្រៀតចូលតំបន់សត្រូវហើយបានរកឃើញកូនប្រុសរបស់គាត់តើនរណានឹងគិតថាកូនប្រុសរបស់គាត់មិនត្រឹមតែមិនស្គាល់គាត់ប៉ុណ្ណោះទេថែមទាំងមើលឃើញគាត់ជាជនក្បត់ហើយចាប់គាត់គ្រាន់តែពេលនោះ Danny បានរកឃើញថា Solomon បាត់ខ្លួនក៏បានតាមគាត់ដែរប៉ុន្តែប្រឈមមុខនឹងស្ថានភាពនេះគាត់អាចរងចាំតែឱកាសប៉ុណ្ណោះព្រឹកព្រលឹមឡើងមេបញ្ជាការឧទាមដែលរងរបួសបានបង្ហាញខ្លួនពេលឃើញ Salomon គាត់មានសេចក្តីត្រេកអរយ៉ាងក្រៃលែងហើយប្រើពូថៅគំរាមកំហែងគាត់ឲ្យប្រកល់ពេជ្រពណ៌ផ្កាឈូកមកមូលហេតុដែរមេបញ្ជាការប្រាថ្នាចង់បានពេជ្រនេះខ្លាំងណាស់គឺដោយសារតែគាត់ដូចជា Danny ចង់ប្រើលុយដើម្បីរត់គេចពីឋាននរកនៅលើផែនដីនេះនៅពេលប្រឈមមុខនឹងការគំរាមកំហែង Salomon ហៀបនឹងចុះចាញ់ខណៈដែល Danny លាក់ខ្លួននៅក្នុងស្រមោលមានការថប់បារម្ភហាក់ដូចជានៅលើភ្លើងខ្លាចពេជ្រពណ៌ផ្កាឈូកត្រូវបានឆក់យកទៅមួយជំហានមុនគាត់គ្រាន់តែពេលនោះឧទ្ធម្ភាគចក្ររបស់ Vosenei តូបានលេចមុខទាន់ពេលក្រោមគ្រាប់កាំភ្លើងនិងគ្រាប់បែកពួកឧទាមភ្លាមបានបែកខ្ញែកទោះបីជាស្ថានភាពមានភាពច្របូកច្របល់ក៏ដោយគំនិតរបស់ Denyanki ច្បាស់ណាស់គាត់ដឹងថាគាត់ត្រូវតែផ្ដោតលើការការពារដីព្រោះនោះជាតែមួយគត់វិធីដើម្បីឲ្យ Salomon បង្ហាញកន្លែងដែលពេជ្រពណ៌ផ្កាឈូកត្រូវបានលាក់ដូច្នេះទោះបីជាមានគ្រោះថ្នាក់ដល់ជីវិតរបស់គាត់ក៏ដោយគាត់បានសង្គ្រោះអង្កត់ផ្ចិតហើយ Salomon នៅម្ខាងទៀតទីបំផុតបានរកឃើញឱកាសសង្សឹកគាត់បានប្រើដំបងដែកដោយផ្ទាល់ដើម្បីកំទេចក្បាលមេបញ្ជាការម្ខាងដោយមានគុណសម្បត្តិលើភ្លើងដាច់ខាតក្រុមឧទាមត្រូវបានកំទេចចោលយ៉ាងឆាប់រហ័សទាំងស្រុងនៅពេលនេះចំណុចដែលការផ្ដោតអារម្មណ៍របស់មនុស្សគ្រប់គ្នាបានងាកទៅរក Salomon ម្ដងទៀតហើយ Salomon ក៏បានដឹងថាទីតាំងនៃពេជ្រពណ៌ផ្កាឈូកគឺជា
សัญลักษณ์បៀដែលជួយសង្គ្រោះជីវិតដូច្នេះគាត់នៅស្ងៀមរហូតដល់វ៉ូសេនីអាចបាននិយាយថាដរាបណា Danny អាចធ្វើឲ្យគាត់និយាយគាត់នឹងយល់ព្រមបែងចែក60ទល់40បើមិនដូច្នោះទេទាំងពីរនឹងត្រូវស្លាប់ដែល Danny ទីងដែលចេញពីចំហៀងដោយសារតែចំណុចខ្សោយរបស់គាត់ត្រូវបានលើកឡើងម្ដងទៀត Solomon គ្មានជំរឿអ្វីក្រៅពីសម្រុះសម្រួលបន្ទាប់មកក្រុមបានទៅកន្លែងបញ្ចុះសពកន្លែងនោះត្រូវបានគេកាយនិងបំផ្លិចបំផ្លាញដោយពួកឧទាមរួចហើយ Solomon គ្មានជំរឿអ្វីក្រៅពីបង្ខំខ្លួនឯងឲ្យបន្តជីកនៅពេលនេះ Danny និង Solomon យល់យ៉ាងច្បាស់ថាដរាបណាពេជ្រនោះនៅជីវិតដែលបានមកវិញរបស់ពួកគេប្រកាសជាស្ថិតក្នុងគ្រោះថ្នាក់ស្រាប់តែ Danny សុំបារីពីរនាក់នៅក្បែរគាត់ប៉ុន្តែត្រូវបានបដិសេធ Solomon ក៏ជឿជាក់លើ Danny ជាងមុនដោយសុខចិត្តប្រថុយអ្វីទាំងអស់ជាមួយគាត់ដើម្បីស្វែងរកផ្លូវចេញដូច្នេះគាត់បានធ្វើពុតថាបានរកឃើញពេជ្រ Danny បានឆ្លៀតយកឱកាសនោះហើយសម្រាប់ទាហាននោះយ៉ាងឆាប់រហ័ស Solomon ក៏បានទាញយកប្រយោជន៍ពីភាពច្របូកច្របល់ក្នុងការវាយប្រហារ Vosenato នៅក្បែរគាត់ Danny បានលាក់ខ្លួនយ៉ាងលឿននៅក្នុងព្រៃបន្ទាប់មកស្រាប់តែងាកមកវិញហើយបញ្ចប់បិទ Vosenato មិនយូរប៉ុន្មាន Solomon ក៏បានជីកពេជ្រនោះដែរប៉ុន្តែក្នុងអំឡុងពេលសមរភូមិថ្មីនេះជាអកុសលពោះរបស់ Danny Yankee ត្រូវបានគ្របកាំភ្លើងបាញ់ចំមិននឹកស្មានដល់ Gia បានរារាំងផ្លូវរបស់ពួកគេដោយកាំភ្លើងវាមិនមែនទេរហូតតតែ Solomon បានប្រើគ្រប់ការអំពាវនាវតាមផ្លូវអារម្មណ៍ដែលកូនប្រុសរបស់គាត់ដែលមុនសការរបស់គាត់មិនទាន់បាត់បង់ទាំងស្រុងនោះបានទទួលមកវិញអារម្មណ៍របស់គាត់ទោះយ៉ាងណាក៏ដោយគ្រាន់តែការជួបជុំឪពុកនិងកូនបានបញ្ចប់ពួកគេទាំង3ត្រូវបានវាយប្រហារហើយអាចរត់គេចខ្លួនបានយ៉ាងប្រញាប់តែប៉ុណ្ណោះនៅលើនៅតាមផ្លូវដានីបានទាមទារត្បូងពេជ្រមកវិញហើយក៏បានតាក់ទងអ្នកសំគំនិតរបស់គាត់ជាមុនដើម្បីបញ្ជូនយន្តហោះមកទទួលពួកគេប៉ុន្តែចំណុចចុះចតគឺកំពូលភ្នំនៅខាងមុខពួកគេត្រូវឆ្លងកាត់ផ្លូវភ្នំខ្ពស់10គីឡូម៉ែត្រដើម្បីទៅដល់ទីនោះពេលឮដានីអ៊ុនគីដកដង្ហើមធំ Solomon បានណែនាំគាត់ឲ្យឈប់សម្រាកប៉ុន្តែស្ត្រូវអាចនឹងតាមទាន់នៅពេលណាក៏បានដូច្នេះគាត់អាចត្រឹមតែព្យាយាមប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីប្រណាំងនឹងពេលវេលាទោះយ៉ាងណាក៏ដោយបន្ទាប់ពីឡើងបានពាក់កណ្ដាលផ្លូវ Danny ព្រះបាទ Solomon ពុំមានកម្លាំងអ្វីឡើយទ្រង់ក៏ចាប់ទ្រង់យ៉ាងម៉ឺងម៉ាត់ហើយបន្តដំណើរទៅមុខទៀតប៉ុន្តែមិនយូរប៉ុន្មាន Danny បានរួចខ្លួនគាត់ដឹងថាគាត់មិនមានអាយុយូរទេទើបគាត់យកថ្មពណ៌ផ្កាឈូកស្លេកនោះចេញនេះជាអ្វីដែលគាត់បានជួញដូរគាត់ជីវិតសម្រាប់ប៉ុន្តែគាត់លែងមានឱកាសចំណាយវាទៀតហើយទោះបីជាគាត់បានយល់ពីគោលការណ៍ដែលថាមនុស្សស្លាប់ក៏ដោយសម្រាប់ទ្រព្យសម្បត្តិដែលមានភាពជោគជ័យនៅចុងម្រាមដៃរបស់គាត់នៅតែមានអារម្មណ៍សោកស្ដាយបន្តិចទោះយ៉ាងណានៅទីបញ្ចប់គាត់នៅតែសម្រាប់ចិត្តប្រកូលថ្មនេះទៅឲ្យ Solomon មិនត្រឹមតែប៉ុណ្ណោះគាត់ក៏បានឲ្យកាត់អាជីវកម្មរបស់ Magi ទៅ Solomon ដោយប្រាប់គាត់ឲ្យទូរស័ព្ទទៅនាងដើម្បីសុំជំនួយនៅពេលគាត់ត្រឡប់ទៅរាជធានីវិញលើសពីនេះទៀតគាត់បានឲ្យកាំភ្លើងទៅ Solomon ហើយបានព្រមានយ៉ាងជាក់លាក់គុំឲ្យគាត់ទុកចិត្តសហការីរបស់គាត់គ្រាន់តែពេលនោះស្ត្រូវដេញទាន់ដើម្បីទិញពេលឲ្យ Solomon គេចខ្លួន Danny បានរៀបចំកាំភ្លើងរបស់គាត់តែម្នាក់ឯងហើយចាប់ដើមវាបកវិញវាមិនមែនរហូតដល់គាត់ឃើញ Solomon និងកូនប្រុសរបស់គាត់ទៅឆ្ងាយនោះទេដែលគាត់ឈប់ដកដង្ហើមធូរស្រាលបន្ទាប់មកគាត់បានប្រើទូរស័ព្ទផ្កាយរណបដើម្បីហៅ Madi ប្រាប់នាងឲ្យទៅយក Solomon ហើយកូនប្រុសរបស់គាត់គ្រប់ការចំណាយដំបងឡើយ Madi រីករាយខ្លាំងណាស់ប៉ុន្តែបានលឺកាន់តែខ្លាំងឡើងដង្ហើមធ្ងន់នៅចុងម្ខាងនៃខ្សែបន្ទាត់ Madi មានអារម្មណ៍ថាមានអ្វីខុសហើយបេះដូងរបស់នាងស្រាប់តែលេចនៅពេលនេះឧទ្ធម្ភាគចក្ររបស់អ្នកសំគំនិតបានបន្លឺឡើងលើក្បាលរបស់ Danny Yankee ប៉ុន្តែគាត់លែងមានអារម្មណ៍សោកស្ដាយទៀតហើយទេសភាពនៅទីនេះគឺស្រស់ស្អាតខ្ញុំសូមជូនពរឲ្យអ្នកនៅទីនេះផងដែរប៉ុន្តែជាសំណាងល្អគាត់បានប្រាប់រឿងពិតដល់នាងដូច្នេះនាងអាចសរសេរអត្ថបទរបស់នាងដោយសេរីនៅពេលក្រោយនៅចំណុចនេះ Madi ក៏យល់ពីអត្ថន័យនៅក្នុងពាក្យរបស់ Danny Yankee ដែលនាងបានយំហើយនិយាយថាខ្ញុំប្រាថ្នាថាខ្ញុំអាចនៅជាមួយអ្នកបានប៉ុន្តែ Danny និយាយថាវាមិនអីទេគាត់ពិតជានៅកន្លែងដែលគាត់គួរនៅបន្ទាប់ពីផ្អាក Danny បានចាប់យកដីប្រឡាក់ឈាមមួយក្តាប់នៅក្បែរគាត់ដូចជាបញ្ជាក់ពាក្យរបស់ Colonel នេះគឺជាជោគវាសនារបស់គាត់ទោះបីជាគាត់បានព្យាយាមឲ្យអស់ពីសមត្ថភាពដើម្បីរត់គេចខ្លួនក៏ដោយនៅទីបញ្ចប់គាត់បានកើតនឹងស្លាប់នៅកន្លែងនេះនៅក្នុងភាពអស្ចារ្យថ្ងៃលិច Danny បានបិទភ្នែករបស់គាត់ដោយសន្តិភាពខ្លាចជាឆ្នូតពណ៌ស្ដែកគួរឲ្យភ្ញាក់ផ្អើលបំផុតនៅលើទឹកដីដ៏ខ្មៅងឹតនេះមិនយូរប៉ុន្មានក្រោយមក Solomon ដោយមានជំនួយពី Magi បាននាំយកពេជ្រពណ៌ផ្កាឈូកទៅទីក្រុងឡុងហើយក្រោមការរៀបចំយ៉ាងល្អិតល្អន់របស់ Mari បានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយថ្នាក់លើនៃ Diamond Monopoly លក្ខខណ្ឌគឺដើម្បីជួយស្វែងរកគ្រួសាររបស់គាត់ដូច្នេះគ្រួសារ Solomon ទីបំផុតបានជួបជុំគ្នាវិញហើយឈុតប្រតិបត្តិការក៏ត្រូវបានកត់ត្រាទុកទាំងស្រុងដោយ Mari បន្ទាប់មក Mari ផ្អែកលើផ្សតាងនៅក្នុងដៃរបស់នាងបានលាតត្រដាងអាចកំបាំងដ៏ខ្មៅងឹតនៅពីក្រោយពាណិជ្ជកម្មពេជ្របង្ហូរឈាម Solomon ក៏បានឈរឡើងជាសាក្សីប្រាប់ពិភពលោកទាំងមូលអំពីសោកនាដកម្មបង្ហូរឈាមដែលបានកើតឡើងនៅទ្វីបអាហ្វិកទីបំផុតនៅខែឧសភាឆ្នាំ2003ប្រទេសចំនួន40បានចុះហត្ថលេខាលើគម្រោងវិញ្ញាបនបត្រដំណើរការ Kimberley ពេជ្រណាមួយដែលជីកដោយស្របច្បាប់ពីប្រភពរបស់វាត្រូវតែមានខ្ចប់ក្នុងធុងដែលធន់នឹងការកែប្រែនិងភ្ជាប់ជាមួយវិញ្ញាបនបត្រ Kimberley ដើម្បីនាំចេញបើមិនដូច្នោះទេពេជ្រដែលមិនស្គាល់ប្រភពដើមត្រូវបានហាមឃាត់ពេជ្រដំបងឡើយគ្រាន់តែជាថ្មថ្លាធម្មតាប៉ុណ្ណោះប៉ុន្តែដោយសារតែការលោភលន់របស់មនុស្សនឹងការស្វែងរកវត្ថុធាតុដើមពួកវាបានក្លាយជានិមិត្តសញ្ញានៃភាពបរិសុទ្ធភាពថ្លៃថ្នូរហើយថែមទាំងទ្រព្យសម្បត្តិនិងអំណាចហើយនៅក្នុងលំដាប់ដើម្បីទទួលបានប្រាក់ចំណេញកាន់តែច្រើនអំពើអាក្រក់នៅក្នុងធម្មជាតិរបស់មនុស្សត្រូវបានលាតត្រដាងឥតឈប់ឈរដែលនាំទៅរកការកេងប្រវ័ញ្ចនិងការបង្ហូរឈាមទោះបីជាកិច្ចព្រមព្រៀងអន្តរជាតិអាចបន្ថយល្បឿនឬថែមទាំងបញ្ចប់ការជួញដូរពេជ្រខុសច្បាប់ប៉ុន្តែគ្មានវិធីដើម្បីកាត់បន្ថយការលោភលន់របស់មនុស្សឡើយការណែនាំមនុស្សឲ្យឈប់ទិញទំនិញដែលប្រកបដោយអំពើបាបក៏មិនអាចកាត់បន្ថយវាបានដែរពីព្រោះពោះវែកឈ្មោះថា
មហិច្ឆតានៅតែលាក់ខ្លួនក្នុងចិត្តមនុស្សសេចក្តីពេញចិត្តដែលមិនអាចទទួលបានពីពេជ្រច្បាស់ជានឹងបញ្ចេញតាមរយៈបណ្ដាញផ្សេងទៀតទាំងទំនិញប្រណិតផ្សេងទៀតឬអាកប្បកិរិយាអសិលធម៌ផ្សេងទៀតដូច្នេះយើងមិនចាំបាច់ធ្វើបេះការទេវត្ថុធាតុដែលគ្មានសិទ្ធិត្រូវឬខុសប៉ុន្តែជាជាងទទួលស្គាល់យ៉ាងច្បាស់នៅទំនាក់ទំនងរវាងខ្លួនយើងនឹងពិភពលោកដើម្បីផ្សះផ្សាទំនាក់ទំនងមួយទៀតដើម្បីផ្សះផ្សាការប្រាថ្នាផ្ទាល់ខ្លួនរបស់យើងដើម្បីផ្សះផ្សាភាពលាក់ពុតរបស់យើងនិងផ្សះផ្សាផ្ទាល់ខ្លួនរបស់យើងពីព្រោះរឿងដែលមានឈាមមិនដែលជាពេជ្រទេប៉ុន្តែជាការលោភលន់របស់មនុស្សនិងបំណងប្រាថ្នាដែលកំពុងរីកចម្រើនឥតឈប់ឈររឿងថ្ងៃនេះបញ្ចប់នៅទីនេះសូមអរគុណសម្រាប់ការទស្សនាតើអ្នកគិតយ៉ាងណាចំពោះខ្សែភាពយន្តនេះ